ឥឡូវហ្នឹងនេះគឺជាការហាត់ដំបងយើងដាក់ត្រូវដាក់ម្រាមដៃរបស់យើងមានទាំងអស់5ម្រាមទី1ម្រាមទី2ម្រាមទី3ម្រាមទី4ម្រាមទី5យើងដាក់នៅលើខ្ទង់ផ្ចានិកាមើលក៏ឯងដាក់ឲ្យអ្នកគ្រូមើលតិចមើលខ្ទង់ផ្ចានិកាបែបនេះណាអត់ឈប់អានេះដាក់មកចេះកូនដាក់អញ្ចេះនេះដាក់នេះរបៀបនៃការកាន់គឺយើងដាក់ជាប់នៅចេះណាក៏ឯងលើកមកហ្នឹងហើយផ្លុំចេះហើយយើងដោតអានេះចេះរបៀបចេះហ្នឹងបែបអញ្ចឹងណាហើយឥឡូវដាក់ម្រាមដៃនេះម្រាមដៃនៅលើខ្ទង់ផ្ចានិកាដូរ៉េមីហ្វាសលដំណាក់កាលដំបូងយើងហាត់សមគឺយើងដាក់ម្រាមដៃបែបនេះនៅលើខ្ទង់ផ្ចានិកាលេខ1លេខ2លេខ3លេខ4លេខ5ម្រាមដៃអត់ប្រែប្រួលទេចាអញ្ចឹងយើងចាប់ផ្ដើមពីណោតដូមុនប៉ុន្តែចុចតួសឲ្យសម្ងាត់មួយដើម្បីយើងស្រួលដកដង្ហើមណាចាឥឡូវស្ដាប់តាមអ្នកគ្រូតា1 2 3 go do 2 3 4 re 2 3 ha number 3 mi 2 3 number 4 fa 3 ha លេខសល់ស2 3ចុះក្រោមវិញfa 2 3 mi 2 3 4 re 3 4 ha do អាហ្នឹងមេរៀនទី1ហើយយើងដកដង្ហើមគឺដកតាមមាត់ដកបញ្ចូលឲ្យពេញពោះហើយយើងផ្លុំតាមមាត់ដោយសន្សំហើយតែសាច់ដុំពោះយើងនៅតែរឹងមាំនេះលំហាត់ទី1